រៀមសូមអងមកណាចនៃស្បាត់សំពះសុំវសុំតោលុនតួធ្វើអីក៏បានដែរកុំតលេងលះបងសុំវបងសុំគ្រប់យ៉ាងថែមប្តីអ្នកណាគេខ្លះដែលតែងតែធ្វើខុសហើយសុំទោសសុំអភ័យសុំលើកលែងឈប់ធ្វើអញ្ចឹងទៀតដែរតតែពេលលើកលែងហើយធ្វើខុសលើកដើមហើយខ្ញុំមានអារម្មណ៍ថាធ្វើខុសចំពោះខ្លួនឯងធ្វើខុសចំពោះកូនដែលលើកលែងហើយរឿងនឹងកើតឡើងទៀតដោយសារតែខ្ញុំករណីនេះយើងមិនខុសទេវាជាមេរៀនដែលយើងត្រូវតែសម្រេចចិត្តម្ដងទៀតកុំឲ្យដើរជន់ដាងចាស់ការពិតវាគឺជាការបន្ថែមនៅគុណតម្លៃរបស់យើងវិញទេចាទី1យើងបានបន្ថែមគុណតម្លៃព្រោះពេលដែលយើងសម្រេចចិត្តថាយើងអត់អោនលើកលែងទោសដោយសារតែយើងជឿជាក់លើមនុស្សអញ្ចឹងយើងអធិស្ឋានយើងអភ័យទោសយើងមានមេត្តាយើងមានគុណធម៌ដោយសារយោងទៅលើចាទំនាក់ទំនងគុណសម្បត្តិគុណតម្លៃដែលមានជាមួយគ្នាអញ្ចឹងយើងក៏លើកលែងយើងក៏ព្រមអភ័យចានេះគឺជាគុណតម្លៃរបស់យើងប៉ុន្តែអ្វីដែលយើងបានរៀនមួយទៀតគឺយើងផ្ដល់ឱកាសឲ្យមនុស្សខុសចឹងសួរខ្លួនឯងថាយើងនឹងបន្តឲ្យខុសបែបហ្នឹងទៀតអត់ចឹងបើម្ដងហើយរៀនពីវាហើយកុំបន្ទោសខ្លួនឯងអីតែបើមានលើកទី2គ្រប់ដើរតាមដានចាស់អីគិតថាការសម្រេចចិត្តម្ដងហ្នឹងត្រូវយើងបានបរិសុទ្ធថ្មីយើងបានដៃគូថ្មីតែស្រាប់តែខុសវាធ្វើឲ្យរងគ្រោះសម្រាប់ខ្លួនឯងនិងកូនអូខេសុំទោសកូនដែលការសម្រេចចិត្តរបស់ម៉ាក់លើកនេះខុសធ្វើឲ្យរងទុក្ខចំពោះកូនឬក៏មានបញ្ហាកើតឡើងទៅដល់កូនប៉ុន្តែត្រូវចាំថារឿងយើងពីរនាក់ជារឿងរបស់យើងកូនគឺជារឿងរបស់កូនផ្សេងគ្រាន់តែថាទំនាក់ទំនងពីរនាក់យើងនឹងវាជះអត្តពលមិនល្អទៅដល់គ្នានោះអញ្ចឹងយើងមានតែសម្រេចចិត្តដោយយោងទៅលើកត្តាខ្លួនឯងចាប៉ុន្តែយើងឲ្យកូនយល់ពីការសម្រេចចិត្តរបស់យើងថាមូលហេតុដែលយើងសម្រេចចិត្តបែបហ្នឹងក៏ដែលយើងជឿជាក់ទុកចិត្តហើយនឹងព្រមអភ័យតែយើងនឹងមិនសម្រេចចិត្តបែបហ្នឹងទៀតទេចាយើងមិនអោយដានចាស់ដំបៅចាស់មកកើតនៅលើយើងម្ដងទៀតឡើយដូចស្ត្រីបងប្អូនទាំងអស់គ្នាណាដែលជួបថាបែបនេះចាបែបថាម្ដងហើយវិញម្ដងទៀតហើយគាត់ថាខ្លួនឯងខុសមិនអីទេមិនខុសទេចាតែសូមឲ្យយើងចាប់ផ្ដើមឡើងវិញម្ដងទៀតហើយរកវិធីថាហេតុអីបានយើងសម្រេចចិត្តម្ដងហ្នឹងមិនត្រូវគួរតែគាំទ្រគាត់យ៉ាងម៉េចទៀតចាដើម្បីឲ្យគាត់នឹងធ្វើបានហើយគាត់ការសម្រេចចិត្តរបស់យើងហ្នឹងគឺគាត់អាចធ្វើឲ្យត្រូវតាមអ្វីដែលគាត់បាននិយាយនិងបានលើកឡើងប៉ុន្តែគោលដៅរបស់ខ្ញុំគឺចង់គាំទ្រថាមិនខុសនោះទេខ្លួនឯងអត់ខុសទេចំពោះកូនក៏អត់ខុសដែរតែធ្វើមិនម្ដងទៀតរៀនពីអ្វីដែលយើងយល់ថាខុសហ្នឹងណាឲ្យវាបានត្រឹមត្រូវទៅគឺវាល្អប្រសើរហើយនៅលើโลกនេះគ្មាននរណាម្នាក់ perfect មិនមានគ្រប់ការសម្រេចចិត្តសិតតែត្រូវទេតែកុំខ្លាចការសម្រេចចិត្តទោះតែយើងរៀនពីការសម្រេចចិត្តទើបយើងខ្លាចជាមនុស្សម្នាក់ដែលអាចសម្រេចចិត្តបានត្រូវកាន់តែច្រើនអរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅជូនពរឲ្យមើលវីដេអូនេះហើយមានកម្លាំងមានថាមពលហើយគិតឲ្យបានត្រូវទាំងអស់គ្នាអ្នកខ្ញុំផងដែរចាអរគុណ